បាទជម្រាបសួរពុកម៉ែបងប្អូនត្រឡប់មកកាន់ខ្មែរ Podcast ភារនីតិម្ដងទៀតហើយតើបងប្អូនជឿទៅលើអបិយជំនឿឬក៏ផ្លូវងងឹតដែរទេចំពោះរឿងមួយនេះខ្ញុំបាទនាំបងប្អូនទៅកាន់រឿងអបិយជំនឿផ្លូវងងឹតមួយចំពោះជំនឿមួយនេះសម្រាប់បងប្អូនណាដែលមិនជឿឬក៏ជឿប៉ុន្តែចាត់ទុករឿងនេះគ្រាន់ជាការស្ដាប់កម្សាន្តទៅបានហើយឥឡូវតោះកុំចំណាយពេលយូរយើងចូលទៅដល់សាច់រឿងយើងតែម្ដង សំឡេងទ្រហោយំក៏ចាប់ផ្ដើមឡើងឮចេញពីផ្ទះមួយនៅក្នុងភូមិមួយកន្លែងហើយចំពោះសំឡេងនេះគឺអ្នកភូមិដែលនៅទីនោះគេក៏បានដើរទៅសម្ដៅចំពោះសំឡេងនោះហើយអ្នកភូមិទាំងអស់នោះគេក៏បានឃើញថាគឺមានបុរសម្នាក់គេកំពុងតែអោបពោះដេកយំនៅលើគ្រែហើយក្នុងចំណោមនោះគឺមានអ្នកភូមិម្នាក់គេក៏បានសាកសួរទៅក្រុមគ្រួសារគេថាតើគេមានមូលហេតុអ្វីបានគេឈឺដល់ថ្នាក់នេះហើយស្ត្រីដែលជាម្ដាយបុរសម្នាក់ដែលកំពុងតែឈឺយំហ្នឹងគឺបាននិយាយថាកាលពីយប់មិញគឺគេធម្មតានោះទេគឺគេដេកធម្មតាតែរហូតទៅដល់ម៉ោង12យប់គឺអាការៈនិងកាយវិការគេគឺគួរឲ្យខ្លាចតែម្ដងនេះគឺគាត់ជាម្ដាយប៉ុន្តែបើមើលទៅកាយវិការនិងអាការៈដែលកូនគាត់អង្គុយនិយាយហើយធ្វើកាយវិការដែលគាត់មិនធ្លាប់ឃើញអញ្ចឹងគឺខ្លាចខ្លាំងណាស់តែបងប្អូននឹងទេថាគាត់បានឃើញកាយវិការបរិមនុស្សយ៉ាងម៉េចគឺគាត់បានឃើញថាបុរសម្នាក់ហ្នឹងគឺអង្គុយមិនប្រព្រឹត្តភ្នែកទេហើយគេកំពុងតែអង្គុយនិយាយម្នាក់ឯងប្រៀបដូចជាគេមានគ្នានិយាយគ្នាអញ្ចឹងហើយលុះតែគេនិយាយចប់គេក៏បានដេកទៅវិញហើយដល់ពេលគេដេកទៅវិញបានមួយសន្ទុះគេហាក់ប្រៀបដូចជាក្រោកមកអង្គុយដូចជារំរបាំអីបន្តិចឬក៏គេច្រៀងដូចជាអាខោនបន្តិចដល់ត្រឹមនេះគឺគាត់អង្ខ្នងខ្លាំងណាស់គឺគាត់បានរត់ទៅដាស់ប្តីរបស់គាត់ឲ្យជួយមើលកូនរបស់គាត់គ្រាន់តែស្ត្រីដែលជាម្ដាយនឹងនិយាយរត់ត្រឹមនេះគឺបរិះដែលកំពុងតែដេកលើគ្រែហ្នឹងគឺចាប់ដើមយំយោតែម្ដងហើយបើមើលទៅខ្សែភ្នែករបស់បរិះម្នាក់នឹងវិញគឺក្រឡត់ក្រឡាប់ប្រៀបដូចជាគេកំពុងតែឈឺចាប់ខ្លាំងណាស់ក្នុងពោះហើយនៅពេលនោះដែរគេក៏ក្អួតជញ្ឈាមឡើងដុំតែម្ដងហើយឈាមដែលគេក្អួតមកនោះគឺហាក់ដូចជាស្អុយដូចជាសាកសពអញ្ចឹងគឺស្អុយខ្លាំងណាស់ហើយធ្វើឲ្យអ្នកភូមិដែលមកមើលហ្នឹងគឺអ្នកខ្លះគេខ្ទប់មុខអ្នកខ្លះគេខ្ទប់ច្រមុះគឺដោយសារតែក្លិនវាអាក្រក់ខ្លាំងពេកហើយនៅពេលនោះអ្នកភូមិម្នាក់គេក៏បាននិយាយថាកូនរបស់អ្នកឯងគឺត្រូវអំពើរបស់គេហើយបើសិនជាទុកទៀតគឺគាត់មិនប្រកាសថានៅរស់នោះទេនេះគឺជាអំពើខ្មប់តែម្ដងគឺជាអំពើខ្មៅហើយបើក្រុមគ្រួសារបរិះដែលឈឺនឹងគាត់ក៏និយាយថាគឺគាត់មិនដែលមានរឿងជាមួយនរណានោះទេតែហេតុអ្វីគេធ្វើអំពើដាក់មកគ្រួសាររបស់គាត់អញ្ចឹងបើសិនជាគាត់ដឹងគឺគាត់មិនលើកលែងឲ្យនោះទេដល់ត្រឹមនេះគឺមានអ៊ំស្រីម្នាក់ដែលនៅក្នុងភូមិនោះគាត់ក៏និយាយថាណែកុំនិយាយអញ្ចឹងអីកូនរបស់អ្នកឯងគឺកំពុងតែឈឺណាហើយមិនឆាប់ទៅរកគ្រូអីមកជួយទៅហេតុអ្វីក៏នៅនិយាយអញ្ចឹងទៀតតែអ៊ំស្រីក៏និយាយដល់ត្រឹមនេះចំណែកឯក្រុមគ្រួសារម្នាក់ហ្នឹងគេក៏បាននិយាយថាអូបើខ្ញុំមិនដែលស្គាល់គ្រូដោះអំពើអីផងហ្នឹងគឺមិនដែលស្គាល់គឺអត់ដឹងទៅរកនៅកន្លែងណាទេហើយអ៊ំស្រីម្នាក់ហ្នឹងគាត់ក៏និយាយបន្តថាណែហេតុអ្វីយើងមិនសាកសួរគេទៅថាមានភូមិណាគឺមានអ្នកចេះដោះអំពើអីអញ្ចឹងទៅហើយកុំនៅអញ្ចឹងទៀតកូនរបស់អ្នកឯងគឺចាប់ដើមធ្ងន់ទៅហើយណាហើយនៅពេលនោះចំណែកឯអ្នកភូមិម្នាក់គេក៏បាននិយាយថាអញ្ចឹងគឺចាំគាត់ជួយទៅរកគ្រូមកដោះអំពើគឺដោយសារតែគេស្គាល់គ្រូម្នាក់នៅមិនឆ្ងាយពីភូមិនេះទេគឺគេចេះដោះអំពើអីអញ្ចឹងទៅដល់ពេលនោះក្រុមគ្រួសារអ្នកជំងឺនឹងគេក៏បាននិយាយថាអូមិនអីនោះទេហើយបើសិនជាទៅរកចាំអស់ប្រមាណចាំទុកខ្ញុំអ្នកដោះស្រាយដល់ពេលនោះអ្នកភូមិម្នាក់ហ្នឹងគេក៏បានទាញម៉ូតូមួយបើកចេញទៅបាត់ទៅហើយ
អ្នកភូមិនៅទីហ្នឹងគេក៏បានឈរមើលអស់រយៈពេលមួយសន្ទុះហើយអ្នកខ្លះគេក៏បែកគ្នាដើម្បីទៅកាន់ផ្ទះរបស់គេរៀងៗខ្លួនដល់ត្រឹមនេះរឿងរបស់យើងក៏កាត់ទៅដល់ពេលយប់នៅដល់ពេលយប់ហ្នឹងបុរសម្នាក់ដែលកំពុងតែដេកឈឺហ្នឹងគឺគេចាប់ផ្ដើមមានអាការៈដែលដូចជាម្ដាយរបស់គេនិយាយអញ្ចឹងគឺអង្គុយគឺថ្មឹងតែម្ដងបើកៅភ្នែកគឺអត់មានប្រព្រឹត្តនោះទេនៅពេលនោះម្ដាយរបស់គាត់ក៏បានយកបបរមកបញ្ចុកប៉ុន្តែគេក៏មិននិយាយរកទៀតនៅពេលដែលអ៊ំស្រីកំពុងតែអង្គុយបញ្ចុកហ្នឹងគេក៏វាសដោយធ្លាក់ចោលទៅទាំងហើយគេក៏រត់ឡើងដើមឈើតែម្ដងគឺចេញពីផ្ទះរត់ឡើងដើមឈើពេលដូចជាស្វាអញ្ចឹងឡើងដើមឈើនៅមុខផ្ទះដើមឈើដែលនៅមុខផ្ទះហ្នឹងគឺដើមក្រឡាញ់ធំខ្លាំងណាស់គឺគេឡើងទៅដល់លើតែម្ដងហើយម្ដាយរបស់គាត់ហ្នឹងគឺចាប់ផ្ដើមស្រែកយំហើយគឺឲ្យគេមកជួយកូនគាត់ផងនៅពេលហ្នឹងគឺកូនគាត់ឡើងលើដើមឈើហើយបើនិយាយទៅកូនគាត់គឺមិនចេះឡើងដើមឈើនោះទេហើយណាមួយដើមឈើនឹងគឺធំទៀតហើយបើមនុស្សធម្មតាគឺឡើងមិនរួចនោះទេហើយបើកូនគាត់នឹងគឺឡើងដូចស្វាគាត់និយាយថាឡើងលឿនខ្លាំងណាស់ពេលនោះដែរអ៊ំស្រីដែលជាម្ដាយនឹងគឺគាត់បានស្រែកហៅអ្នកភូមិឲ្យមកជួយគាត់ដើម្បីជួយសង្គ្រោះជីវិតកូនរបស់គាត់នៅពេលនោះអ្នកភូមិបានលឺអញ្ចឹងគឺគេនាំគ្នាស្រោចដៃស្រោចជើងខ្លាំងណាស់អ្នកខ្លះឡើងទៅតាមអ្នកខ្លះទៀតគឺយកអ្វីនោះទេដែលមកទ្របពីក្រោមកុំឲ្យបរិសម្នាក់ដែលឡើងលើដើមឈើនឹងធ្លាក់មកគឺបាក់ដៃបាក់ជើងគឺគេយកដូចជាប៉ារ៉ាតុងកៅស៊ូអីដើម្បីមកចងដាក់ទ្របខាងក្រោមអញ្ចឹងទៅហើយនៅពេលនោះបរិសម្នាក់នឹងគឺស្រាប់តែគេហក់មកពីលើតែម្ដងគឺហក់មកធ្លាក់ដីលុតដឹបហើយបើរាងកាយរបស់គេគឺហាក់ប្រៀបដូចជាមិនកើតអ្វីនោះទេគេក៏ឡើងទៅលើផ្ទះវិញធម្មតាគឺក៏ឡើងទៅដេកលើគ្រែដែលគេដេកនឹងហើយនៅពេលនោះដែរគឺអ្នកភូមិទាំងអស់គេហាក់ប្រៀបដូចជាងងឆ្ងល់ខ្លាំងណាស់តើហេតុអ្វីគេហក់មកពីលើដើមឈើយ៉ាងខ្ពស់ហើយគេមិនកើតអ្វីគឺគេឆ្ងល់ខ្លាំងណាស់នៅពេលនេះហើយរឿងរបស់យើងនឹងក៏កាត់ទៅដល់ថ្ងៃស្អែកគ្រូម្នាក់ដែលអ្នកភូមិបានទៅរកនឹងគាត់ក៏មកមើលជំងឺរបស់បុរសម្នាក់ដែលឈឺនេះហើយនៅពេលដែលគាត់ដើរមកដល់មុខផ្ទះរបស់អ្នកជំងឺដែលឈឺនឹងគាត់ក៏បានឈរជក់បារីបន្តិចហើយគាត់ក៏មើលទៅផ្ទះនឹងគាត់ក៏ក្រវីក្បាលហើយគាត់ក៏ដើរចូលទៅតែម្ដងនៅពេលដែលគាត់ដើរចូលទៅគឺគាត់ទ្រាំអំជើងដើមមួយជើងស៊ុបម៉ាំងហើយផ្ទះនឹងគឺរង្គើលតែម្ដងគាត់ក៏បានឡើងទៅគាត់ក៏បាននិយាយថាស្លាប់ហើយអ្នកហេតុអ្វីទុកឲ្យកូនរបស់អ្នកឯងឈឺបែបនេះគឺឈឺយ៉ាងខ្លាំងគឺឡើងស្គមស្គាំងតែម្ដងបើមើលទៅរូបរាងឡើងស្លេកឆ្លាំងទៅហើយស្ត្រីដែលជាម្ដាយអ្នកជំងឺនឹងគាត់ក៏និយាយថាកូនរបស់គាត់គឺទើបតែឈឺត្រឹមតែ2យប់មួយថ្ងៃនោះទេឥឡូវគឺចាប់ដើមឈឺធ្ងន់ខ្លាំងណាស់គឺយប់ទី2ហ្នឹងគឺកាន់តែធ្ងន់គឺគាត់បាននិយាយអញ្ចឹងលោកគ្រូដែលមកដល់អំពើហ្នឹងគាត់លើដល់ត្រឹមហ្នឹងគឺគាត់បានលុកទៅក្នុងថង់យាមរបស់គាត់ហើយគាត់ដកដូចជាកំបោរមលូអីអញ្ចឹងគាត់បានធ្វើមលូដើម្បីឲ្យបរិមម្នាក់នឹងហូបទៅពេលនោះគាត់ក៏ហុចទៅឲ្យស្ត្រីជាម្ដាយនឹងឲ្យកូនគាត់ហូបមលូនេះបន្តិចទៅនៅពេលដែលបរិមម្នាក់នឹងហូបមលូដែលអំព្រមនឹងធ្វើបានមួយសន្ទុះហ្នឹងគេក៏បានដេកទៅវិញបន្តិចនៅពេលនោះគេក៏ក្រោករួចក្អួតយកតែម្ដងនៅពេលនោះពំអួតរបស់គេនឹងគឺធ្លាក់មកដូចជាខ្សែអំបោះឆៅខ្សែអំបោះក្រហមហើយមានដុំហើយដូចជាសាច់អីម្យ៉ាងនោះទេគឺខ្មៅតែម្ដងហើយអ្នកទាំងអស់គ្នាដែលមកមើលគ្រូដល់អំពើនោះគឺគេផ្ទប់មាត់ទៅហើយគឺគេខ្ពើមរអើមចំពោះកំអួតរបស់បរិសម្នាក់នេះហើយអ្នកទាំងអស់គ្នាសាកគិតមើលទៅមនុស្សណាដែលមិនបានហូបអីផងគឺមានក្អួតមកចេញអញ្ចឹងហើយធំក្លិនដូចជាខ្មោចស្លាប់7ថ្ងៃអញ្ចឹងហើយអ្នកខ្លះគេក៏និយាយថាបើកំអួតរបស់គាត់នឹងមើលទៅឡើងខ្មៅតែម្ដងគឺមើលទៅមិនដឹងថាអ្វីជាអ្វីនោះទេតែគាត់ចំណាំថាគឺឃើញជាខ្សែអំបោះឆៅនៅពេលនោះលោកគ្រូដែលមកដល់អំពើនឹងគាត់ក៏បាននិយាយថាអាគ្រូនេះគឺចង់លេងគេផ្ដាច់ទៅហើយគាត់ក៏សួរទៅឪពុកម្ដាយរបស់អ្នកជំងឺនឹងថាមើលសូមប្រាប់ចម្លើយគាត់តាមត្រង់មើលតើមានចំនួនជាមួយនរណាអត់បើសិនជាប្រាប់គាត់មិនត្រង់នោះទេគឺគាត់មិនជួយមើលកូនរបស់អ្នកទេ
ហើយនៅពេលនោះគឺម្ដាយឪពុករបស់អ្នកជំងឺនឹងគឺគេប្រៀបជាអញមិនហ៊ាននិយាយនោះទេដល់តែនេះគឺលោកគ្រូនឹងគឺទះក្តារឡើងសូបទាំងឲ្យអ្នកភូមិដែលកំពុងតែអង្គុយនៅក្បែរគាត់មកមើលគាត់ដងពើនឹងអ្នកខ្លះគឺភ្ញាក់ព្រឺតហើយនៅពេលនោះដែរអំប្រុសដែលជាពុកអ្នកជំងឺនឹងគាត់ក៏និយាយថារឿងនឹងវាអញ្ចឹងណែលបងកាលពីប្រហែលថ្ងៃមុននឹងគឺខ្ញុំបានទៅលេងអាប៉ោងនៅឯភូមិមួយគឺគាត់មិនបានមានរឿងអីធំដុំនោះទេហើយបរិសម្នាក់ដែលគេកំពុងតែលេងជាមួយគាត់នឹងគឺគាត់បានកាច់លុយរបស់ខ្ញុំដែលចាក់នោះប៉ុន្តែដល់ពេលគេកាច់ហើយគឺល្បែងដែលខ្ញុំលេងនឹងគឺត្រូវគឺគេមិនបានសងសំណងមកខ្ញុំវិញនោះទេហើយខ្ញុំក៏បានខឹងហើយក៏និយាយរៀងធ្ងន់នោះដែរទៅកាន់គេហើយចំណែកគេវិញគឺមិនបានតបអីទេហើយនៅពេលនោះគឺខ្ញុំបានចាក់ចេញពីកន្លែងនេះបាត់ទៅហើយគេក៏បានសម្លឹងមកមើលខ្ញុំមិនដាក់ភ្នែកនោះទេហើយខ្ញុំក៏មិនចាក់អារម្មណ៍អីនោះដែរគឺរឿងនេះគឺខ្ញុំមិនមែនជាអ្នកខុសនោះទេគឺគេជាអ្នកខុសហើយដល់ពេលយប់ឡើងហ្នឹងកូនរបស់ខ្ញុំនឹងគឺចាប់ផ្ដើមឈឺហើយមានអាការៈខុសប្លែកតែម្ដងនៅពេលនោះដែរលោកគ្រូម្នាក់ដែលមកដំពើនឹងគាត់ក៏លើកដៃជាសញ្ញាថាមិនបាច់និយាយទៀតនោះទេហើយគាត់និយាយមកកាន់ក្រុមគ្រួសារនេះថាមិនអីនោះទេចាំគាត់អ្នកដំពើឲ្យប៉ុន្តែគឺគាត់មិនបានទេឬក៏បញ្ជាទៅគេវិញនោះទេនេះគឺគាត់បានដោះគ្រាន់តែដោះហើយពិភាក្សាជាមួយអ្នកដាក់អំពើនឹងថាគាត់មកនេះគឺគាត់មកដល់អំពើហើយកុំឲ្យមកធ្វើគេទៀតអញ្ចឹងទៅហើយបើសិនជាគេលេងមកគាត់នឹងលេងគេទៅវិញហើយតែពេលនោះគាត់បានដល់អំពើរួចហើយកូនរបស់គេនឹងគឺហាក់ប្រៀបដូចជាធូរស្បើយឡើងវិញហើយនៅពេលនោះគេក៏និយាយមកកាន់ឪពុកម្ដាយគេថាគេស្រេកទឹកខ្លាំងណាស់ពេលដែលគេផឹកទឹកបានបន្តិចនោះគេក៏ក្អួតឈាមមកម្ដងទៀតដល់ពេលដែលគេក្អួតឈាមមកលើកនេះគឺឃើញថាក្អួតមកមានសក់ឡើងដុំតែម្ដងហើយក្លិនអាសោចក៏ចាប់ដើមធំឡើងពេលនោះអំប្រុសម្នាក់ហ្នឹងគាត់ក៏និយាយថាអញ្ចឹងយកខ្សែដៃពាក់ទៅឲ្យបរិសម្នាក់នេះទៅនៅពេលដែលអំប្រុសនិយាយដល់ទំនៀងហ្នឹងគឺគាត់ហុចទៅឲ្យស្ត្រីជាម្ដាយនោះយកទៅចងឲ្យនៅពេលដែលគាត់ចងហ្នឹងគាត់បាននិយាយថាកុំឲ្យបរិសម្នាក់នេះដើរចេញពីបរិវេណផ្ទះនេះឲ្យសោះតែមិនទាន់ផុត7ថ្ងៃនោះទេនៅពេលដែលអំប្រុសដែលមកដល់អំពើគាត់និយាយដល់ទំនៀងហ្នឹងគាត់ក៏ហុចដើមថ្នាំមួយកញ្ចប់ព្រមទាំងខ្សែអំបោះឆៅឡើងមួយដុំគាត់ថាយកខ្សែអំបោះហ្នឹងយកចងតាមរបងផ្ទះតាមមុខផ្ទះនិងជើងសសរផ្ទះទៅចាំ7ថ្ងៃក្រោយចាំស្រាយវាចេញក៏បានដែរហើយនៅពេលនោះដែរអំប្រុសម្នាក់ហ្នឹងគាត់ក៏បានលាអ្នកទាំងអស់គ្នាហ្នឹងទៅផ្ទះរបស់គាត់បានទៅនៅពេលយប់ឡើងឆ្កែក៏ចាប់ផ្ដើមលូពេញភូមិទៅហើយបរោះដែលជាឪពុកម្ដាយហ្នឹងគឺគាត់បានអង្គុយផោគ្នាលេងនៅមុខផ្ទះគឺម៉ោងគឺចាប់ផ្ដើមម៉ោង7ទៅ8ទៅហើយដល់ពេលនោះគាត់ក៏បាននិយាយថាគាត់បានឃើញអ្វីនោះទេស្ទង់គឺដើរមកសម្ដៅនៅមុខផ្ទះរបស់គាត់គឺស្លៀកពាក់សទាំងអស់ហើយបរិសុទ្ធដែលជាប្តីហ្នឹងគាត់ក៏កេះប្រពន្ធគាត់ឲ្យមើលគាត់ក៏បាននិយាយថាគាត់កំប្រឹងសម្លឹងមើលទៅគឺឃើញថាអ្នកដែលដើរមកហ្នឹងគឺគ្មានជើងនោះទេគឺគេហាក់ប្រៀបដូចជាហែអីនោះទេគាត់មិនដឹងគឺគាត់មើលឃើញហ្នឹងគឺដោយសារតែពលឺខែរះមកចាំងគឺឃើញព្រាលដូច្នេះហើយទើបគាត់មើលមិនសូវច្បាស់ទៅពេលដែលគេមកដល់នៅមុខផ្ទះគាត់ហ្នឹងគឺហាក់ប្រៀបដូចជាចូលមកផ្ទះគាត់ហ្នឹងចូលមិនបាននោះទេគេក៏ថយក្រោយមួយជំហានរួចបាត់ម្ដងបន្តិចនៅពេលដែលព្រឹកឡើងហ្នឹងគឺអំប្រុសដែលមកដល់អំពើហ្នឹងគាត់ក៏មកមើលម្ដងទៀតគាត់ក៏បានសួរថាតើយប់មិញហ្នឹងគឺមានអ្នកណាមកអត់គាត់សួរនេះគឺចង់បញ្ជាក់ថាតើបានមានឃើញអ្វីអញ្ចឹងទៅហើយមេគ្រួសារដែលនៅនោះគាត់ក៏បាននិយាយថាយប់មិញហ្នឹងគឺឃើញមានដូចជាមានមនុស្ស 4-10 នាក់គឺគេស្លៀកពាក់សប៉ុន្តែគាត់មើលទៅគឺមិនឃើញជើងនោះទេពេលនោះលោកគ្រូម្នាក់ហ្នឹងគាត់ក៏និយាយថានឹងហើយគឺជាខ្មោចតៃហោងហើយគេហែមកយកព្រលឹងកូនរបស់នេះឯងនឹងឯងគ្រាន់តែអំប្រុសដែលមកដល់អំពើនិយាយដល់ទៅនេះភ្លាមហើយឪពុកម្ដាយរបស់គាត់ហ្នឹងក៏ភ្ញាក់ព្រឺថាបើសិនជា
មិនបានលោកគ្រូចងសេម៉ានោះទេកូនរបស់ខ្ញុំនឹងគឺមិនដឹងយ៉ាងម៉េចយ៉ាងម៉ានោះទេហើយដល់ត្រឹមនេះអំប្រុសម្នាក់ដែលមកដល់អំពើហ្នឹងគាត់ក៏និយាយថានេះគឺជាយប់ទី1នោះទេដែលគេមកហើយយប់ទី2ទី3ហ្នឹងគឺមិនដឹងថាគេបញ្ជាឲ្យអ្វីមកខ្លះនោះទេហើយដល់ត្រឹមនេះអំប្រុសម្នាក់ហ្នឹងគាត់ក៏និយាយថាយប់នេះគឺគាត់នៅជាមួយក្រុមគ្រួសារនេះដែរគឺគាត់ចាំមើលតែម្ដងថាគេហ្នឹងគឺគេប្រលាញអ្វីមកខ្លះហើយបើសិនជាគេប្រលាញអ្វីដើម្បីមកឲ្យផ្ដាច់ហ្នឹងគឺគ្រូម្នាក់ហ្នឹងគឺគាត់តដៃវិញហើយគឺគាត់មិនຕົកនោះទេពួកអ្នកជាអំពើខ្មៅបែបនេះគឺដោយសារតែរឿងតិចតួចសោះធ្វើឲ្យក្មេងម្នាក់ដែលមិនដឹងអីមករងគ្រោះថ្នាក់អញ្ចឹងគឺគាត់មិនចូលចិត្តនោះទេហើយគ្រូអាគមមួយគឺគេមិនដែលធ្វើអំពើបែបនេះនោះទេហើយគ្រូដែលមកដល់អំពើហ្នឹងគឺគាត់របៀនរបស់គាត់គឺរបៀនសគឺគាត់រៀនរបៀនស្ដាមគឺមិនដែលរៀនរបៀនខ្មៅប៉ុន្តែបើរបៀនខ្មៅបើចង់ទៅកំចាត់មន្តអាគមខ្មៅគឺគាត់ក៏ចេះដូចគ្នាហើយដល់ត្រឹមនេះរឿងរបស់យើងនឹងក៏កាត់ទៅដល់ពេលយប់នៅពេលយប់ទី2ហ្នឹងលោកគ្រូក៏បាននិយាយទៅកាន់ក្រុមគ្រួសារដែលមានអ្នកជំងឺថានៅពេលយប់ម៉ោង8ហ្នឹងបិទបង្អួចបិទទ្វារអស់ចូលដេកទៅហើយទៅឲ្យគាត់នៅខាងក្រោមផ្ទះតែឯងបានហើយបើសិនជាឮសំឡេងអ្វីកាត់ឡើងហាមដាច់ខាតកុំចេញពីផ្ទះឬក៏បើកបង្អួចបើកទ្វារឲ្យសោះនេះគឺជាសម្ដីរបស់គាត់ហាមបញ្ជាក់តែពេលនោះក្រុមគ្រួសារដែលបានឮគាត់និយាយអញ្ចឹងហ្នឹងគាត់ក៏ដឹងថាអំព្រមអ្នកហ្នឹងគាត់និយាយអំពីអ្វីហើយគាត់ក៏និយាយថាបានលោកគ្រូពេលនោះគាត់ក៏បានបិទទ្វារបិទបង្អួចតាមសម្ដីរបស់លោកគ្រូនឹងពិតប្រាកដទៅពេលយប់ម៉ោង8ហ្នឹងគឺចាប់ដើមធ្លាក់ខ្យល់មកហើយគឺខ្យល់ហ្នឹងគឺត្រជាក់ស្រាប់តែម្ដងហើយអំព្រមអ្នកហ្នឹងគាត់ក៏និយាយបិទតិចថាឥឡូវគឺគេបានបញ្ជាអីមកទៀតហើយគឺគាត់ចាំមើលទៅពេលនោះអំប្រុសដែលមកដល់អំពើហ្នឹងគាត់ក៏បានជក់បារីនៅខាងក្រោមផ្ទះប្លង់គាត់បាននិយាយថានៅពេលមួយសន្ទុះហ្នឹងគឺបានឃើញគោបាមួយឡើងធំគោបាហ្នឹងគឺឡើងខ្មៅហើយករបស់គេហ្នឹងគឺជាប់កណ្ដឹងគឺត្រឹងគឺរត់លឺហើយនៅពេលនោះគេក៏រត់ហួសផ្ទះនេះបន្តិចទៅពេលមួយសន្ទុះគេក៏បានរត់មកវិញហើយដល់ពេលដែលគេរត់មកវិញហ្នឹងតើបងប្អូននឹងទេថាគោបាមួយហ្នឹងគឺគេមានអាការៈយ៉ាងម៉េចគឺគេបើភ្នែកវិញឡើងក្រហមហើយគេក៏មើលមកផ្ទះហ្នឹងគឺចង់បល់មកបុកតែម្ដងហើយបើជើងខាងមុខរបស់គេគឺគេផាយដោយឡោះហើយដោយឆ្លុំទៅហើយពេលនោះគេបំរុងរត់មកបុកចូលនៅកន្លែងផ្ទះនេះហើយគេប្រៀបដូចជាបុកទៅប៉ើងទៅខាងក្រោយវិញពេលនោះគេក៏រៀងថយបន្តិចគេក៏គិតថានេះប្រហែលជាមានគ្រូអាគមណាមកវត្តសេមាឬមានគ្រូអាគមណាមកនៅកន្លែងនេះហើយគេក៏ទន្ទ្រាំដោយលឹងត្រឹបពីរដងពេលនោះអំព្រមអ្នកហ្នឹងគាត់ក៏មិនទាន់ធ្វើអីនោះដែរគាត់ក៏ចាំមើលបន្តទៀតហើយគោបាមួយហ្នឹងគេក៏បានថយក្រោយហើយនៅពេលនោះគឺឃើញថាមានដូចជាសត្វខ្លាមួយក្បាលគឺខ្លានោះគឺធំជាងគោនេះខ្លាំងណាស់គឺដើរមកគឺមានអំណាចតែម្ដងហើយបើមើលទៅសម្បល់វិញគឺឡើងក្រហមឆៅតែម្ដងបើភ្នែកឡើងដូចជាភ្លើងអញ្ចឹងគឺដូចជាមានគំនុំខ្លាំងណាស់ទៅពេលខ្លានោះគេមកដល់គេផ្ទះរបងផ្ទះនេះមិនដោយម៉ងគឺចេញផ្កាភ្លើងព្រាកតែម្ដងគឺគេបានដឹងហើយថាគឺមានគ្រូអាគមមកនៅកន្លែងនេះបានជាគ្រូអាគមខ្មៅគេមិនដឹងចំពោះគ្រូអាគមដែលមកដល់អំពើនេះនៅកន្លែងនេះគឺដោយសារតែអំប្រុសនេះហ្នឹងគឺគាត់ចេះចាក់សោខ្លួនឯងគឺមិនអោយគេដែលចេះអំពើខ្មៅហ្នឹងដឹងគាត់នៅកន្លែងនេះនោះទេហើយក៏បានលាក់បាំងចំពោះភ្នែកពួកអវិញ្ញាណដែរប៉ុន្តែបើមនុស្សដែលធម្មតាគឺអាចមើលឃើញព្រោះតែបើពួកអវិញ្ញាណនិងអំពើដែលគ្រូខ្មៅហ្នឹងគឺមិនអាចមើលគាត់ឃើញបាននោះទេហើយយើងចូលដល់សាច់រឿងយើងទៅហើយនៅពេលដែលសត្វទាំងពីរនេះធ្វើអីចំពោះក្រុមគ្រួសារនេះមិនបានហ្នឹងគឺគេបានដើរទៅវិញអស់បាត់ទៅលុះម៉ោង12ហ្នឹងគឺចាប់ផ្ដើមមានឆ្កែលូឡើងពេញភូមិតែម្ដងហើយចំពោះអ្នកភូមិហ្នឹងគឺហាក់ប្រៀបដូចជាគេហ្នឹងដេកលក់ដូចជាគេសណ្ដំអញ្ចឹងគឺគ្មានអ្នកណាចេញមកក្រៅអីមួយហើយនៅតែលោកគ្រូដែលម្ដងអំពើនេះទេគឺនៅអង្គុយមើលសកម្មភាពចំពោះគ្រូអាគមខ្មៅនេះតែម្ដងទៅពេលដែលឆ្កែលូពេញភូមិអញ្ចឹងគឺលោកគ្រូនឹងគាត់ក៏បានក៏លេចទៅមើលនៅលើថ្នល់គាត់ថាគឺនេះ
គឺហាក់ប្រៀបដូចជាមានមនុស្សហែមកឡើងច្រើនតែម្ដងហែហោមហើយនៅពេលដែលពួកដែលគេហែហោមនឹងដើរមកជិតផ្ទះដែលមានអ្នកជំងឺនឹងគឺគាត់បានក៏លេចឃើញថាពួកគេសុទ្ធតែគ្មានក្បាលនោះទេហើយនៅពេលនោះដែរគឺគាត់មានអារម្មណ៍ថាឃើញដូចជាមានមនុស្សម្នាក់កំពុងចុះពីលើគ្រាដែលគេសែងនោះហើយក៏ឈរច្រត់ចង្កេះនិយាយមកកាន់ផ្ទះនេះថាណែគ្រូអាគមឯងក៏មកចេះដឹងរឿងយើងនឹងវានឹងគឺយើងធ្វើឲ្យដាច់ស្រេចតែម្ដងនៅពេលនោះបើគេមើលឃើញគាត់អញ្ចឹងគឺអំប្រុសម្នាក់ហ្នឹងគឺគាត់ដើរមកនិយាយមួយគេទល់មុខតែម្ដងគាត់ក៏និយាយថាគាត់មកនេះគឺគាត់មកជួយសង្គ្រោះអ្នកដែលមានជំងឺនោះទេហើយបើល្មិចល្មាលបងឯងដោះលែងគេទៅហើយកុំយកកម្មយកពីជាមួយគេទេអីលបងគឺគាត់មកនេះគឺគាត់មិនចង់មានរឿងជាមួយគេនោះទេឬមួយជាមួយនរណានោះទេដល់ពេលនោះដែរគ្រូអាគមខ្មៅម្នាក់ហ្នឹងគេហាក់ប្រៀបដូចជាមានអំនួតខ្លាំងណាស់គឺគេបាននិយាយថាបើឯងចង់មានរឿងអញកុំដោះឯងបានណាហើយឯងខ្លាំងប៉ុណ្ណាឯងហ៊ានមកជួយគេទៅពេលនោះអមដែលមកដល់អំពើហ្នឹងគឺគាត់ចិត្តទៅជាខ្លាំងណាស់គាត់ក៏និយាយថាគាត់គឺមិនខ្លាំងអីនោះទេគឺគាត់ត្រឹមតែមកជួយដោះអំពើដោះអីហើយគឺមកជួយគេសង្គ្រោះគេនោះទេហើយតើលបងឯងចង់យ៉ាងម៉េចបើសិនជាលបងឯងចង់លេងគឺខ្ញុំអាចកំដរបានគឺខ្ញុំមកនេះគឺខ្ញុំចង់មកមើលថាតើលបងឯងនឹងចេះអំពើខ្មៅប៉ុន្តែធ្វើមកដាក់អ្នកទុនខ្សោយអញ្ចឹងគឺខ្ញុំក៏មិនចូលចិត្តដែរគាត់ក៏ដំឡើងរាងតសៃកតឹងទៅគេនោះដែរហើយគ្រូម្នាក់ហ្នឹងគេក៏មិននិយាយអីនោះដែរគេក៏បានដើរទៅវិញបាត់ទៅហើយគាត់មកនេះគឺមកជារលឹងនោះទេពេលនោះអំប្រុសដែលមកដល់អំពើហ្នឹងគាត់ក៏បានដើរទៅគ្រាវិញគាត់ក៏និយាយថានៅពេលនេះគឺគេលេងមកគាត់ខ្លាំងហើយបើសិនជាគេលេងមកគាត់ខ្លាំងគាត់នឹងតដៃវិញហើយគាត់គិតមិនទាន់បានប៉ុន្មានផងទំលេងដូចជាខ្យល់ហ្នឹងចាប់ដើមបក់មកម្ដងទៀតហើយធំក្លិនអាសោចតិចដែរគាត់ក៏ដឹងហើយថានេះគឺគេបានបញ្ជាពពួកអបញ្ញាណឬក៏សត្វរបស់គេមកទៀតហើយទៅពេលនោះអំប្រុសម្នាក់ហ្នឹងគាត់ក៏ចិត្តឆៅដែរគាត់ក៏ស្រាយខ្សែសីមានៅជុំវិញផ្ទះហ្នឹងទាំងអស់ប៉ុន្តែសីមាដែលគាត់នៅលើផ្ទះគឺមិនស្រាយនោះទេគឺគាត់ខ្លាចអ្នកទាំងអស់គ្នានៅលើផ្ទះហ្នឹងមានគ្រោះថ្នាក់ពេលនោះគឺគាត់អង្គុយចាំមើលតែម្ដងនៅលើកំចន្ទើតែម្ដងពេលដែលគាត់កំពុងអង្គុយសុកហ្នឹងតើបងប្អូនដឹងទេថាគាត់បានឮសំឡេងអ្វីគឺគាត់ហាក់បីដូចជាឮសំឡេងខ្យល់អញ្ចឹងគឺដូចជាខ្យល់បក់ជុះមកពីណាអញ្ចឹងពេលនោះគាត់ក៏បានឃើញសត្វក្អែបទុំនៅលើដើមក្រឡាញ់មុខផ្ទះនឹងឡើងធំតែម្ដងហើយឯអំប្រុសម្នាក់ហ្នឹងគាត់មិនចាំយូរនោះទេគាត់ក៏បានលូតទៅក្នុងថង់យាមរបស់គាត់ក៏បានសូត្រមុនគេថាអ្វីនោះទេរួចបោះទៅលើដីតើបងប្អូនដឹងទេថាមុនគេថាដែលគាត់សូត្រដែលបោះរូបដែលទៅលើដីនឹងថាជាអ្វីនោះគឺជាសត្វខ្លាមួយឡើងធំគឺសត្វខ្លាហ្នឹងគឺពណ៌សហើយមួយទៀតគាត់ក៏បានលូកមួយទៀតក៏បានបោះទៅលើដីទៀតហើយសត្វខ្លាមួយទៀតក៏បានផុសនៅពេលនោះសត្វក្អែបនោះគឺក៏ហក់មកសន្ទ្រប់ចង់សន្ទ្រប់លើខ្លាទៅហើយប៉ុន្តែហក់មិនទាន់បានប្រមាណផងខ្លានឹងក៏ហក់ផ្ទះមួយដៃឡើងចេញផ្កាភ្លើព្រាកតែម្ដងហើយក្អែបនឹងហាក់ប្រៀបដូចជាគេទ្រុឌទ្រោមបន្តិចនៅពេលដែលគេតតាំងជាមួយសត្វរបស់អំប្រុសម្នាក់នឹងមិនបាននឹងគេក៏បញ្ជាគោបាដែលគេបញ្ជាមកកាលពីមុននឹងមកម្ដងទៀតនៅពេលនេះគោបានឹងហាក់ប្រៀបដូចជាកាន់តែមានរឹតអំណាចខ្លាំងឡើងហើយមកនេះគឺពោពេញទៅដោយសាក់យ័ន្តឡើងក្រហមភ្នែកឡើងពណ៌ក្រហមពេលនោះគោបាម្នាក់នឹងគេក៏បានមកឈរនៅនឹងមុខផ្ទះតែម្ដងតែអំប្រុសម្នាក់នឹងគឺគាត់ធ្វើដូចជាធម្មតាអញ្ចឹងគាត់ក៏និយាយថាណាកូនឆាប់ទៅកំចាត់វាទៅកុំឲ្យវាបានដៃទៀតទៅពេលនោះខ្លាទាំងពីរដែលអំប្រុសម្នាក់នឹងនិមិត្តចេញជាខ្លានឹងក៏បានរត់សម្ដៅទៅគោបាមួយនឹងតែគោបាមួយនឹងក៏ខ្លាំងដែរគឺបានជុលខ្លារបស់អំប្រុសដែលមកដល់អំពើនឹងគឺប៉ើងទៅម្ខាងតែមួយទៀតក៏ហក់មកផ្ទះគោបាមួយនឹងឡើងប៉ើងតែម្ដងហើយគោមួយនឹងគេក៏បានក្រោកហើយក៏បានស្រែកឡើងខ្លាំងតែម្ដងតែអ្នក
ផ្ទះឬក៏អ្នកភូមិនៅទីនោះគេមិនបានលឺអីនោះទេគឺនេះគឺដោយសារតែគាត់ប្រយុទ្ធជាមួយអាគមនោះទេពេលដែលគោបានឹងក្អែបរបស់គ្រូអាគមខ្មៅនឹងធ្វើអីគ្រូនឹងមិនបានហើយគឺគាត់ចាប់ដើមលេងធ្ងន់ទៅហើយគឺគាត់ថានៅពេលយប់ហ្នឹងគឺមានផ្គរលន់សុះក្រាំងហើយភ្នែកមទូលឆ្វាចប្រៀបដូចជារហែកមេឃទៅហើយគាត់ថានៅពេលដែលផ្គរលន់នឹងព្រៃបតូលនឹងបានមួយសន្ទុះគឺលឺខ្យល់បក់មកពីជើងឡើងដូចជាខ្យល់ព្យុះអញ្ចឹងគាត់ក៏បានក្រឡេកទៅគឺឃើញថាគឺមានមនុស្ស3នាក់ស្លៀកក្បិនហើយកាន់ដំបងធំទៀតគឺគាត់ថាមនុស្សទាំងអស់ហ្នឹងគឺខ្ពស់ខ្លាំងណាស់ហើយបើដើមក្រឡាញ់ដែលដុះរមុខទៀតហ្នឹងក៏មិនស្មើគាត់នោះដែរគាត់ថាគឺមានលឹកខ្មៅតែម្ដងហើយគឺគាត់មើលទៅហាក់ប្រៀបដូចជាយមបាលអញ្ចឹងហើយគាត់បានគិតថាអាគ្រូម្នាក់នេះគឺវាមិនអន់នោះទេវាអាចបញ្ជាយមបាលមកបានគឺវាមិនអន់ទេអាមួយនេះហើយនៅពេលនោះយមបាលដែលមកនេះគឺចង់មកយកបរិសម្នាក់នេះតែម្ដងប៉ុន្តែចូលមកផ្ទះរបស់បរិសដែលមានជំងឺហ្នឹងគឺជុំមិនបាននោះទេគឺរីរាតែម្ដងនៅពេលដែលជុំបានអញ្ចឹងបរិសដែលកាន់ដំបង3នាក់ហ្នឹងគឺបានដើរទៅវិញបាត់ទៅហើយខ្យល់ដែលបានបក់ដូចជាខ្យល់ព្យុះអញ្ចឹងក៏បានបាត់ទៅតាមត្រមោលនេះបាត់ទៅហើយដល់ពេលបន្តិចនេះគឺមានដូចជាខ្លានិងគោបាត្រឡប់មកវិញនេះវាហាក់ប្រៀបដូចជាខ្លាចនៅមុនអ្វីមួយយ៉ាងនោះទេហើយនៅពេលនោះអំប្រិមនឹងគាត់ក៏លេងគេថនដៃទៅហើយគឺគាត់ថាបើសិនជាຕົកគ្រូអាគង់ខ្មៅនេះបន្តទៀតគឺប្រកាសណាស់គឺខ្លាចគេទៅធ្វើដាក់អំពើទៅលើជនដែលគ្នាមិនដឹងអីហើយដល់ត្រឹមនេះអំប្រិមនឹងគាត់ក៏លេងទៅគេវិញគាត់ក៏បានបោះរូបសូនរបស់គាត់គឺរូបសូនហ្នឹងគឺចេញដូចជាមនុស្សម្នាក់ដែលស្លៀកក្បិនពណ៌ក្រហមដែលដូចជាគាត់ឃើញអំបញ្ញមិញអញ្ចឹងប៉ុន្តែរូបសូននេះគឺខុសពីគេគឺមុខដូចជាយក្សអញ្ចឹងប៉ុន្តែកាន់ដំបងគឺប្រឡាហើយបើក្បាលចងទៅដោយពណ៌ក្រហមពេលនោះមនុស្សម្នាក់ហ្នឹងក៏បានរត់សម្ដៅទៅគោបាហើយដេញវាយគោបាហ្នឹងដូចជាមនុស្សដេញវាយគោអញ្ចឹងគឺគាត់ថាសប្បាយមើលខ្លាំងណាស់ហើយខ្លាគុំខ្មៅរបស់គ្រូខ្មៅនឹងគេឃើញរូបសូនរបស់គាត់មានរឹមណាយបែបនេះគឺគេមិនហ៊ានប្រយុទ្ធតតាំងទៀតនោះទេគឺគេបានរត់ទៅម្ចាស់គេវិញហើយអំប្រិមនេះហ្នឹងគាត់ក៏បញ្ជារូបសូនរបស់គាត់ហ្នឹងទៅផ្ដាច់លោកគ្រូខ្មៅនឹងតែម្ដងនៅមួយសន្ទុះក្រោយមកហ្នឹងរូបសូនរបស់គាត់ក៏បានដើរត្រឡប់មកវិញហើយគាត់ក៏បានឃើញថានៅលើដំបងគឺពោពេញទៅដោយឈាមហើយគាត់ក៏បានសន្មត់ថានេះគ្រូខ្មៅនេះក៏បានស្លាប់ហើយរូបសូនរបស់គាត់នឹងក៏បានធ្លាក់ចំក្នុងមុខគាត់ក៏បានរើសទៅដាក់នៅថង់យាងរបស់គាត់វិញហើយនៅពេលនោះគឺមាត់រងាវបាត់ហើយគឺពេលព្រឹកតែម្ដងនៅពេលដែលព្រឹកឡើងហ្នឹងគឺអ្នកភូមិនិងអ្នកស្រុកហ្នឹងគេក៏បានមកមើលអ្នកជំងឺហើយអ្នកជំងឺហ្នឹងគឺស្ដាប់ផ្ដើមជាដូចជាមានអភិនិហាអញ្ចឹងគឺគេដើរត្រយតែម្ដងគឺមានកម្លាំងកំហែងហើយគេក៏បាននិយាយអីធម្មតាដូចជាមនុស្សធម្មតាអញ្ចឹងហើយរឿងដែលគ្រូអាគមដែលប្រយុទ្ធការប្រយុទ្ធមិញហ្នឹងគឺគ្រូហ្នឹងគឺគាត់មិនបាននិយាយប្រាប់ចំពោះអ្នកភូមិនោះទេហើយចំពោះម្ចាស់ផ្ទះហ្នឹងដែលមកដល់អំពើហ្នឹងគាត់ក៏បានសួរថាតើយមមិញហ្នឹងគេងលក់ស្រួលអត់ឬក៏ដេកលក់ស្រួលអត់អញ្ចឹងទៅចំណែកឯម្ចាស់ផ្ទះហ្នឹងគាត់ក៏ថាមានន័យយប់មិញគឺគ្រាន់តែដាក់ក្បាលដំណេកទៅគឺដេកលក់ភ្លឹងតែម្ដងគឺគ្មានឮសំឡេងអ្វីនោះទេហើយកូនរបស់គាត់ហ្នឹងក៏ដេកលក់ស្រួលអញ្ចឹងដែរព្រោះតែព្រឹកឡើងទៅក្រោកប៉ុន្តែមកដល់ត្រឹមហ្នឹងគ្រូសាហ្នឹងគេក៏សួរមកកាន់លោកគ្រូថាតើលោកគ្រូហ្នឹងយកប៉ុន្មានដែរប៉ុន្តែលោកគ្រូដែលមកដល់អំពើហ្នឹងគាត់ក៏បាននិយាយថាគាត់មិនបានយកអីនោះទេនេះគឺគាត់មកជួយសង្គ្រោះទេហើយបើសិនជាគាត់មិនជួយសង្គ្រោះតើគាត់រៀនមន្តអាគមសហ្នឹងដើម្បីអ្វីគឺគាត់រៀនមន្តអាគមហ្នឹងដើម្បីមកជួយសង្គ្រោះអ្នកទន់ខ្សោយនោះទេហើយសាច់រឿងរបស់យើងពេលនេះគឺសូមបញ្ចប់ត្រឹមនេះហើយបើសិនជាបងប្អូនអ្នកស្ដាប់គិតថារឿងនេះវាមានប្រយោជន៍និងគ្រាន់ស្ដាប់កំសាន្តនៅពេលយប់ហ្នឹងសូមជួយចុច Subscribe និងចុច Like ម្នាក់មួយផងដើម្បីឲ្យ admin មានកម្លាំងចិត្តធ្វើរឿងនេះបន្តទៀតហើយសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ